បាទជិបសួរដល់អ្នកគ្នាខ្ញុំបាទឈ្មោះនិពងហើយដែរខ្ញុំមកនិយាយរឿងគាត់ដែរមិត្តភក្តិខ្ញុំម្នាក់គាត់ជួបផ្ទាល់ហើយគាត់បាននិយាយប្រាប់ខ្ញុំក៏ជឿគាត់ខ្លះៗដែរហើយអ្នកនរគ្នាក៏ជឿខ្លះបើមិនជឿក៏បានដែរអាចជា50-50រឿងដើមដំបូងនោះគឺគាត់ជាអ្នកចំណាក់ស្រុកចឹងហើយគាត់មកដូរពីសាលាផ្សេងមកគាត់មកសាលាថ្មីចឹងហើយគាត់អត់ទាន់ស្គាល់សាលាហ្នឹងថាសាលាហ្នឹងមានរឿងអីកាត់ឡើងថាមានកម្មវិធីអីចឹងហើយគាត់ត្រឡប់គាត់ទៅច្រើនដល់ពេលដែលគាត់ចេញទៅផ្ទះអញ្ចឹងគាត់ក៏ទៅចិត្តនៅសាលាយូរដល់ពេលល្ងាចឬក៏អាចដល់យប់អញ្ចឹងហើយគាត់នៅតែម្នាក់ឯងអត់មានគេនៅគាត់ទេពេលហ្នឹងហើយដល់ពេលដែលគាត់នៅតែឯងហ្នឹងត្រឡប់គាត់ទៅចិត្តគឺគាត់ទៅចិត្តខាងរំលបានអញ្ចឹងហើយដល់ពេលគាត់ទៅហ្នឹងក៏រំបានម្នាក់ឯងនៅក្នុងថ្នាក់អញ្ចឹងហើយក៏ដោយគាត់អត់ដឹងថានៅហ្នឹងមានអ្នកកាន់ខាងហ្នឹងវិចមើលគាត់ហើយក៏អាចថាជាចាប់អារម្មណ៍គាត់អញ្ចឹងតាមគាត់អញ្ចឹងហើយនៅពេលដែលគាត់មកដល់ផ្ទះពេលគាត់ចូលគេងហ្នឹងនៅក្នុងសពគាត់ក៏បានឃើញអ្នកកាន់នៅសាលាហ្នឹងនៅក្នុងសពគាត់ថានិយាយទៅតាមគាត់នៅក្នុងដល់យសពហើយនៅក្នុងយសពគឺឃើញច្បាស់ថាអ្នកនឹងមុខហ្នឹងហើយមានថាជាពាក់កណ្ដាលពណ៌សហើយអង្គុយមើលគាត់ពេលគាត់រំហ្នឹងចឹងហើយក៏តាំងថ្ងៃនោះមកគាត់ឡើងហ៊ាននៅសាលាអ្នកឯងមកយប់ទៅតែស្គាល់ខ្ញុំទៅបានគាត់ហ៊ាននៅសាលាមានគ្នាអញ្ចឹងបានគាត់ហ៊ាននៅអញ្ចឹងនឹងចប់រឿងមួយដែលថាគាត់មានអ្នកទៅចិត្តគាត់ហើយវិទៀតនោះគឺពេលដែលគាត់នៅផ្ទះគាត់ពេលយប់ឡើងហ្នឹងពេលហ្នឹងនៅចិត្តប្រឡងទី12ដែរហើយអញ្ចឹងគាត់នៅយប់នៅមើលរៀនអីចឹងហើយគាត់ក៏ឆ្លៀតចេញទៅហាកៅអៅនៅពេលយប់ហ្នឹងញ៉ាំដឹងគាត់តែគាត់ដោយសារគាត់រវល់ពេលងាយអញ្ចឹងគាត់ចេញហាកៅអៅពេលយប់អញ្ចឹងហើយនៅពេលដែលគាត់កាន់7សាប់ហ្នឹងហើយគាត់ចេញទៅហាកៅអៅហើយដល់ពេលយប់នោះពេលម៉ោងយប់ម៉ោង11ដែរមកសួរក៏មានឈាមសក់មកលើទូរស័ព្ទគាត់ពេលឲ្យឈាមហ្នឹងឈាមមានក្លិនអាក្រក់អត់ស្អុយហ្មងហើយទៅពេលឲ្យគាត់បានចូលក្នុងផ្ទះវិញទៅហើយគាត់មើលថាឈាមហ្នឹងទៅពេលដាក់លើទូរស័ព្ទភ្លាមហើយទូរស័ព្ទហ្នឹងមានក្តៅអញ្ចឹងចាក់ភ្លាមគឺកកលើទូរស័ព្ទភ្លាមហើយនៅពេលយប់នោះដែរពេលគាត់ចូលគេងគាត់ពេលហ្នឹងគាត់អត់សូវឆ្ងល់ច្រើនពេលគាត់ចូលគេងទៅឮសំឡេងមនុស្សចាស់ស្រីមនុស្សចាស់យំគាត់យំថាអូយឈឺណាស់ឈឺដូចហើយអត់ដូចជាអត់មានអ្នកមើលអញ្ចឹងហើយគាត់ស្ងោគេងទៀតទៅថាគាត់ពេលហ្នឹងគេចង់លក់ដែរពេលហើយឡើងក៏សួរអ្នកម៉ាក់របស់គាត់ថាម៉ាក់យប់មិញហ្នឹងម៉ាក់លើសំឡេងមនុស្សស្រីចាស់អ្នកយំហើយម៉ាក់គាត់ឆ្លើយថាគាត់បានលុយទេហើយគាត់ក៏សួរទៀតថាហើយអ្នកនៅចិត្តហ្នឹងមានអ្នកឈឺអីហើយគាត់ថាដូចជាអត់ហ៎ដល់ពេលអញ្ចឹងគាត់ចាប់ឡើងភ័យថាអូអញ្ចឹងដូចតែគាត់ម្នាក់ហ្នឹងអាចជាមិនមែនជាមនុស្សអីចឹងណាហើយក៏ពេលណាក៏នៅពេលចុងក្រោយគាត់នៅទីនោះហើយគាត់បានដូរទីនៅខាងទៅនៅខាងស្រុកគាត់វិញទៅហ្នឹងហើយរឿងខ្ញុំមានតែប៉ុណ្្នឹងទេថារឿងដែលគាត់ជួបផ្ទាល់ហ្មងហើយគាត់និយាយប្រាប់ខ្ញុំអូខេតែចាប់ទៅពេលដែលរឿងនេះកើតឡើងយើងមានធ្វើអីអត់ដូចជាទៅស្រោចទឹកឬក៏អ្នកខ្លះទៅគេទៅបន់ព្រះទៅឲ្យយេស៊ូជួយអ្នកខ្លះទៅឲ្យលោកសង្ឃសូត្រមន្តឲ្យអញ្ចឹងព្រោះមិនថាណាគេខ្វល់អូ hello ខ្មោចទៅបន្ទប់ទេចឹងទូហើយតែដេកណាធ្វើអញ្ចឹងទេយើងធ្វើគេខ្លះកាលហ្នឹងហ៎បាទពេលហ្នឹងដែរ
នៅពេលដែលគាត់ជាប់រឿងអញ្ចឹងហើយគាត់មិនស្ងៀមទេគឺគាត់ដោយសារគាត់ជាប់នឹងញឹកដែរអញ្ចឹងហើយគាត់អាសាទៅស្រោចទឹកក៏ពេលខ្លះគាត់បន់ព្រះព្រះសង្ឃបន់ព្រះពុទ្ធអីចឹងហើយយ៉ានៅពេលនឹងក៏វាបានបាត់ខ្លះដែរហើយតែរឿងដែលគាត់ជួបហ្នឹងគឺនៅតែកើតមានឡើងរហូតភាសាខ្លះគាត់ដើរមកផ្ទះរៀងយប់តែអញ្ចឹងទៅគាត់ឮមានអ្នកហៅច្រើនហើយថាគាត់នៅតែជួបរឿងហ្នឹងដែរទោះបីថាមករស់នៅទីក្រុងភ្នំពេញនេះក៏ដោយក៏បានជួបផ្ទះអញ្ចឹងគាត់នៅតែជួបអញ្ចឹងដែរនៅពេលដែលគាត់នៅតែឯងពេលរហងៃគាត់នៅមួយមានបងនៅមួយបងអីចឹងហ្នឹងអីទេតែពេលដែលគាត់នៅម្នាក់ឯងគឺមានអ្នកមកលេងគាត់រហូតដូចជាថាពេលដែលមើលទៅមានគេគូទ្វារក៏គេមានសម្លេងហៅអីចឹងបើនិយាយពីរឿងបុរាណនិយាយពីរឿងខ្មោចហ្នឹងខ្ញុំថាខ្ញុំមិនសូវជំនឿជឿប្រហែលព្រោះសារតែអញ្ចឹងខ្ញុំគិតថាបើវាមានប៉ាត់មែននៅក្នុងโลกនេះមានខ្មោចប៉ាត់មែនខ្ញុំមិននិយាយចឹងទេខ្ញុំចង់និយាយថាបើវាមានប៉ាត់មែនអាហ្នឹងយ៉ាងតិចក៏វាមាន recording មួយដែរគិតមើលវាប្រហែលតែឥឡូវបើយើងគិតពីវិទ្យាសាស្ត្រវិញទីនេះយើងក៏ជាខ្មោចបដាវិទ្យាសាស្ត្របដាតែវិទ្យាសាស្ត្រវាអាចថាគីឡូគាត់មានបញ្ហាផ្លូវចិត្តតែនេះចាំឲ្យក្នុងរឿងមួយមានដុកទ័រមួយថាជឿដល់ពេលអានោះអ្នកជឿអាដុកទ័រអត់ជឿក៏បាត់តែនេះគាត់ថាបើយើងនិយាយតាមផ្លូវវិទ្យាសាស្ត្រវិញថាអាចជាអ្នកខ្លះគឺអាចមានបញ្ហាផ្លូវចិត្តណាបញ្ហាផ្លូវចិត្តដូចថាគាត់ធ្លាប់ជួបអីនៅអតីតកាលឬក៏ពីមុនមកអញ្ចឹងអាចធ្វើឲ្យគាត់សម័យ